ហើយខ្ញុំឈ្មោះច័ន្ទកំជេងមកពីខេត្តកោះកុងខ្ញុំគឺជាប្រធានបណ្ដាញស្ត្រីឆ្នើមប្រចាំខេត្តកោះកុងហើយការងារស្នូលនៅក្នុងបច្ចុប្បន្នគឺខ្ញុំធ្វើតាក់ទងទៅនឹង gender ហើយនឹងការប្រែប្រួលអាកាសធាតុមូលហេតុដែលខ្ញុំធ្វើការងារសង្គមហ្នឹងដោយសារតែផ្នែកគំនិតនៅក្នុងមូលដ្ឋានរបស់ខ្ញុំមួយគឺពិសេសគឺយុវវ័យដល់ត្រឹម15ឆ្នាំដល់35ហ្នឹងគឺនិយាយទៅវាអត់មានប្រសិទ្ធភាពគឺគេដូចថាច្រើនចោលទាំងដែលគាត់ជាធនធានមនុស្សអាហ្នឹងឯងដែលភាពឈឺចាប់របស់ខ្ញុំថាខ្ញុំនឹងបង្កើតក្រុមយុវវ័យហើយជាគាត់បណ្ដាញមួយដើម្បីតស៊ូមតិឲ្យគាត់បង្ហាញអ្វីដែលជាគាត់អត់ថាដឹកនាំយើងឃើញទៅទទួលយកអាហ្នឹងហើយបញ្ហាដែលខ្ញុំបង្កើតរោងជីហ្នឹងដែលខ្ញុំនិយាយចឹងដើម្បីឲ្យស្ត្រីមានប្រាក់ចំណូលហើយមាននិរន្តរភាពហើយតាក់ទងទៅនឹងបញ្ហាក្នុងសង្គមយើងឃើញកលេងមើលដោយសារតែយើងធ្វើតាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុចឹងទៅនៅតាមបន្លាយតាមអីច្រើនស្កេដងគឺនៅកកស្ទះនៅលើហ្នឹងហើយអញ្ចឹងវាជាបញ្ហាមិនមែនជាបញ្ហាដល់ត្រឹមនៅក្នុងភូមិភូមិទេវាជាបញ្ហាដល់សកលលោកទៀតព្រោះវាស្ទះវាមានបញ្ហាច្រើនអាហ្នឹងដោយសារតែខ្ញុំធ្វើការងារតាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុខ្ញុំបានដោះស្រាយបញ្ហាហ្នឹងដោយប្រមូលហើយបង្កើតជាម៉ាស៊ីនហ្នឹងធ្វើក្រុមស្ត្រីចង់រចនាសម្ព័ន្ធយើងធ្វើជាកែច្នៃទៅជាសកេដងដោយសារតែបញ្ហាដែលខ្ញុំធ្វើហ្នឹងព្រោះខ្ញុំគិតថាសកេដងវាជាប្រភេទមួយដែលសម្បូរហើយវាមានសារធាតុមួយដែលជួយធ្វើដីប៉ុស្តិ៍យ៉ាងល្អខ្ញុំធ្លាប់បានរៀនណាហើយស្ថានដីនៅក្នុងភូមិឃុំហ្នឹងមូលហេតុហ្នឹងគឺថាបញ្ហារបស់គាត់គឺថាដីនៅជាប់មាត់សមុទ្រវាមានលក្ខណៈល្បាយសាច់អញ្ចឹងទៅវាដាំដំណាំអីអត់សូវបានទេអាហ្នឹងវាជាបញ្ហាប្រឈមចុះធ្វើម៉េចឲ្យពួកគាត់ងាកមកចាប់អារម្មណ៍ដើម្បីឆ្នៃអាវត្ថុទាំងអស់ហ្នឹងធាតុទាំងអស់ហ្នឹងខ្លាចជាជីមួយដែលមានប្រយោជន៍ចាហើយដំណោះស្រាយដូចខ្ញុំលើកឡើងអញ្ចឹងគឺខ្ញុំកែច្នៃប្រមូលសកេដងហ្នឹងធ្វើជាជីត្រីរៀងដែលជីកំប៉ុស្តដែលខ្ញុំនឹងតាំងចិត្តធ្វើថាឲ្យមានគុណភាពព្រោះដូចខ្ញុំនិយាយអញ្ចឹងត្រូវតែរៀបចំរឿងហ្នឹងវាជាបញ្ហាមិនមែនជាបញ្ហាភូមិឃុំហើយដូចនៅក្នុងភូមិឃុំខ្ញុំផ្ទាល់គឺជាតំបន់អេកូទីសលដែលសម្បូរមានឆ្នេរមានអីច្រើនហើយបើសិនជាភូមិឃុំយើងមើលទៅបែបកាក់សំណងទៅតាមបន្លែអញ្ចឹងវាជាបញ្ហាប្រឈមចាមួយទៀតខាងសកេដងយើងក៏មានក្រុមការងារដែលប្រឹក្សាយោបល់ត្រឡប់ទៅអ្នកដែលប្រើជីកំប៉ុស្តហ្នឹងត្រូវគាត់មិនពួកខ្ញុំគិតថានៅក្នុងប្រទេសមិនមែនតែក្នុងសហគមន៍នៅក្នុងប្រទេសយើងតែអត់សកេដងគឺគាត់អត់គ្រាន់តែប្លែកអារម្មណ៍គាត់ថាចុះសកេដងពីមុនវាជានេះមួយហេតុអីក៏វាធ្វើជាអញ្ចឹងហើយវាមានអត្ថប្រយោជន៍អីហើយគាត់អត់ដឹងពីរបៀបប្រើទេអញ្ចឹងទៅខ្ញុំត្រូវតែដល់ប្រឹក្សាយោបល់ហើយផលិតផលរបស់យើងគឺមានប៉ុណ្ណឹង